Rosaland ហ្នឹងដូចជាមានប្រវត្តិជូរជាប់ដែរនេះជូរជាប់មួយដែរនៅស្ងួនវិញដែរនេះជារឿងរបស់ខ្ញុំតែម្ដងមានបងប្អូនមួយចំនួនគាត់អាចនឹងជេរខ្ញុំទៀតប៉ុន្តែជេរហ្នឹងមិនមែនជេរទេជេរដោយគាត់មិនមើលមិនច្បាស់បាទ Rosaland ជាកីឡាករមួយបាទលឿនហើយធ្ងន់ប៉ុន្តែគ្រាន់តែថាក្នុងមួយក្បាលទឹកទី1មកប្រាយហ្នឹងខ្ញុំសុំនៅចាំដែរបងប្អូនយើងនៅចាំដែរមិនមែនវាយចូលមេដៃទេណាបោះឆៅថ្ងៃនោះបងប្អូនយើងចាំដែរវាយនេះកញ្ញោចូលបាទចូលប្រឡងព្រៃធីរ៉ាដែលវិលខ្ញាល់ធីរ៉ាដុកអុកគូអង្គុយឲ្យតោងសៃលៀនណាចាំបានណាបាទមានបងប្អូនយើងខមមិនជេរខ្ញុំថាមិនក៏មិនឲ្យវាយទៀតហ្នឹងអរគុណច្រើនសម្រាប់ការជេរលើរូបខ្ញុំមិនតបតមិនឆ្លុះជាមួយដោយសារអីអ្នកមិនមែនជាខ្ញុំជាខ្ញុំកីឡាករគឺជាកីឡាករតែខ្ញុំមនុស្សខ្ញុំនៅកណ្ដាលខ្ញុំជាអាជ្ញាកណ្ដាលថ្ងៃនោះ Rosaland គាត់វាយចូលក៏អំបងឆៅវាយចូលប្រឡងនេះប៉ាំងខ្ញុំសួរថាធឿនធីរ៉ាវិលមកជុំឲ្យយកដៃទៅតោងទាំងពួរទៀតខ្ញុំរាប់7 8 9 10ធីរ៉ាងើបមកប្រកួតអត់កើតផងហើយគាត់មកខមមិនជេរខ្ញុំថាមិនបានឲ្យប្រកួតទៀតមិនចង់ឲ្យខ្ញុំសម្រួលមិនមែនកីឡាករចាក់ភ្នែកទេបងប្អូនមិនមែនចាក់នៅមេដៃទេណាសូមបញ្ជាក់ឲ្យបញ្ជាក់ទៀតមិនមែនចាក់នៅមេដៃទេបងប្អូនគឺវាយចូលប្រឡងភ្នែកគឺនេះបាទអត់ហ្វាល់ណាវទេបងសម្រាប់យើងចូលប្រឡងភ្នែកធឿនធីរ៉ាតែម្ដងបានតែធីរ៉ាក៏គាត់អត់អស់ចិត្តដែរបាទហើយមួយទៀតនេះការដាក់ដណ្ដើមខ្សែក្រវ៉ាត់ពី Gainsbourg នេះបាទ Rosaland នេះគេធឿនធីរ៉ាដាក់ខ្សែក្រវ៉ាត់ឲ្យ Rosaland នៅដណ្ដើមក្នុងជំនួបសងសឹកថ្ងៃទី23នេះបងប្អូនខ្ញុំជឿថាបើវាយកង់ធំបាទពិតជាល្អមើលហើយក៏ក្រៅហើយជាប្រវត្តិសាស្ត្ររបស់ធឿនធីរ៉ាមួយទៀតដែរខ្ញុំជឿជាប្រវត្តិសាស្ត្រហើយបើធឿនធីរ៉ាឈ្នះគឺធឿនធីរ៉ាស្ដារដើមវិញទាំងអស់នេះទាំងដើមទាំងការគឺធឿនធីរ៉ាអាចប្រមូលយកពី Rosaland នឹងបានហើយដោយសារមិនចំណាយពេលវេលាច្រើននៅក្នុងការប្រកួតជួបជុំទីលើកទី1របស់ Rosaland ដែលចូលប្រឡងភ្នែកនឹងបោះឆៅអញ្ចឹងសង្ឃឹមថាបងប្អូនថ្ងៃទី23នេះជាមួយនឹងកម្មវិធីបង Gainsbourg ធឿនធីរ៉ាស្ពាយខ្សែក្រវ៉ាត់ឲ្យ Rosaland នេះដណ្ដើមនៅវត្តស្មុនពេជ្រថ្ងៃទី23នេះបើវាយកង់ធំបានចាត់ពីរគូបានយុទ្ធធីរ៉ាអាចមានឱកាសការពារខ្សែក្រវ៉ាត់បាទការពារខ្សែក្រវ៉ាត់បើក្រៅពីកង់ធំកង់ធំគេហៅកង់ធំទាំងកង់ចេញម្រាមតែគាត់អំបោះឆៅរៀងគ្រោះថ្នាក់បន្តិចបាទបើកង់ចេញម្រាមនិងកង់ធំអត់អូខេអត់បញ្ហាការបុកហាត់របស់ធឿនធីរ៉ារាល់ថ្ងៃនេះគឺថាគាត់ត្រៀមនឹងសងសឹកត្រៀមនឹងសងសឹកផងដាក់ទឹកខ្សែក្រវ៉ាត់ឲ្យគេដណ្ដើមផងបាទខ្ញុំសង្ឃឹមធឿនធីរ៉ារហូតដល់70%នេះគឺការសង្ឃឹមរបស់ខ្ញុំនៅថ្ងៃទី23វត្តស្ងួនពេជ្របាទការប្រកួតនេះបើតាមហ្នឹងគឺគាត់វាយកង់ធំព្រោះខ្សែក្រវ៉ាត់ដែលធីរ៉ាវាយបានហ្នឹងគឺកង់ធំបាទហ្នឹងតាមច្បាប់ដែលបានចែងហើយខ្ញុំសងមានបានស៊ើប Rosaland នេះមិនបានដែរទេខ្ញុំធ្លាប់សួរកីឡាករបរទេសច្រើនភាគច្រើនដែលប្រវៃនៅខ្មែរគឺខ្ញុំចូលចិត្តទៅសួរខាងបរទេសទោះខ្ញុំសួរជាអង់គ្លេសខុសខ្លះត្រូវខ្លះប៉ុន្តែ Rosaland នេះគាត់បានឆ្លើយសំណួរខ្ញុំមួយធ្វើឲ្យខ្ញុំចាំមិនភ្លេចដល់រាល់ថ្ងៃទាំងតែសំណួរនោះខ្ញុំសួរតែគាត់អត់តផុតទេអត់តអស់ទេណាគាត់ឆ្លើយមុនមកខ្ញុំសួរថាអ្នកឯងដឹងអត់ធឿនធីរ៉ាដែលប៉ះជាមួយអ្នកស្អែកនេះគឺជា Superstar ខ្ញុំអត់តថានៅខ្មែរគាត់តែនៅ stop គាត់ក៏ Superstar ដែរប៉ុន្តែអ្នកទាំងអស់គ្នាអត់តស្គាល់ពីខ្ញុំទេអញ្ចឹងស្អែកនោះខ្ញុំនឹងវាយយកខ្ញុំនឹងវាយ Superstar អ្នកឯងយកឈ្នះ Superstar អ្នកឯងបានអាហ្នឹងរឿងគាត់និយាយមួយបងដល់ពេលដែលគាត់វាយឈ្នះហើយគាត់ add លើ IG គាត់តបអា comment ខ្ញុំដឹងណាគាត់ថា Superstar នៅទីនេះបាទអញ្ចឹងបានន័យថាពេលដែលខ្ញុំសួរគាត់ហ្នឹងខ្ញុំនិយាយអត់អស់ទេតែគាត់សុំកាត់មុនណាតែគាត់ដឹងពីយើងថាអ្នកឯងចង់និយាយថាអ្នកហ្នឹង Superstar មែនខ្ញុំក៏ Superstar ដែរគាត់ឆ្លើយគាត់វាយឈ្នះហើយគាត់ add របស់ខ្ញុំឃើញវ៉ាវឲ្យវាដែរបាទព្រោះគាត់ឈ្នះមែនបាទគាត់ឈ្នះមែនសូម្បីធីរ៉ាក៏គាត់សារភាពដែរហើយឥឡូវនេះបុកហាត់លើសជួបធឿនធីរ៉ាទៀតហើយអត់អស់វីដេអូយើងមើលទេបាទតែខ្ញុំស្គាល់គ្នាគាត់ចឹងគ្នាគាត់លួចមិនថាលួចទេគេតែហាត់ឲ្យគេអេតពីទួចមកអូឃើញហាត់ខ្លាំងណាស់បាទអញ្ចឹងធីរ៉ាលើកនេះបងប្អូនស្គាល់ Rosaland នេះតាមរយៈការវាយកង់វាយបោះឆៅហើយតាំងពីឈ្នះធីរ៉ាមកគាត់វាយពីប្រកួតដែលខ្ញុំឃើញវាយបោះឆៅគឺឈ្នះទាំងពីរទៀតបាទប៉ុន្តែជួបគ្នាលើកនេះប្រហែលជាកង់ធំអញ្ចឹងអាចថាកាន់នៅក្រៅសម្រាប់ការគិតរបស់ខ្ញុំបាទអូខេ